Trong chừng mùa tô với ông có hai xoay đồ phơ nơi ai ná tớ phơ ơi phơ tớ tiếng mai khmê nơi chừng ai rứ chất kia chừng mong rứ chóp chừng mê បាទជំរាបសួរបងស្រីថ្ងៃនេះមានឱកាសបានមកជួបក្នុងកម្មវិធីអបអសតទីវីអន្តរជាតិប្រឆាំងអំពើពុករលួយនៅ9ធ្នូនៅក្នុងស្ថានីយទូរទស្សន៍ថោនថ្ងៃនេះក៏មានឱកាសជួបដល់ចៃដន្យបងប្អូនស្រីឋានលឺថងមកចាប់បាត់ផ្លូវនៅទៅផ្ទះម៉ែក្មេក ជម្រាបសួរបងប្អូនទាំងអស់គ្នានេះខ្ញុំធនថងជាតារាចម្រៀងប្រចាំនៅផលិតកម្មថោនចានេះខ្ញុំមានស្រុកកំណើតនៅខេត្តបាត់ដំបងស្រុកភ្នំព្រឹកចាអ្នកបាត់ដំបងតែម្ដង ចូលណាចូលសិល្បៈចាប់ពីឆ្នាំណាដែរ ចាខ្ញុំចូលសិល្បៈបើជាដែលខ្ញុំចូលសុបហ្មងតាំងតែ2019បង 19 ចា ហើយក៏មានផ្ទុកបាត់ផ្លូវនៅទៅផ្ទះម៉ែក្មេកអានឹងបងអូនឯងជួយនឹងផ្លូវកម្មអីផ្ទះម៉ែក្មេក ចានៅក្នុងផលិតកម្ម HB HB ចា ហើយផ្ទុកការគាំទ្រច្រើនឥឡូវនេះឃើញកម្មជាបងប្អូនកម្មជាខំកំពុងតែផ្ទុកការគាំទ្រច្រើនបាត់ហ្នឹង ចា ទៅពេចមិនកំពុងផ្ទុកមានខ្លះគាត់ជឹងទៅ cover ខ្លាំងបាត់ហ្នឹងឡើងវិញណា ចា សម្រាប់អូនមានអារម្មណ៍ថាពេលបាត់អនឡាញទៅផ្ទុកវាខ្លាំងចឹងទៅ ចានិយាយទៅអារម្មណ៍បងបងតារាទូទាំងអស់គឺសិតតែចង់ឲ្យបទចម្រៀងខ្លួនឯងគឺមានការផ្ទុះខ្លាំងជាតែគឺជាពិសេសគឺផ្ទុះតាមបណ្ដាប្រទេសខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយខ្លាំងមែនតើសប្បាយចិត្តខ្លាំងមែនតើបងចា ពេលដែលអូនចូលជាក្នុងផលិតកម្មថតនោះព្រោះជាម្លងឆ្នាំណាបងអត់សូវច្បាស់តែបាត់ផ្ទុះច្រើនសឹងជុត10បាត់ជាងមានតែលើសហ្នឹងបងចាំច្បាស់បាត់ច្រើនតាមថ្មីនេះដែរបង2023 ចា លើជាតែសត្វបងខ្លាញ់បាត់ទៅខ្លាំងណាស់ទៅផ្ទះម៉ែក្មេកខ្លាំងលើអូនឯងសាក់មួយឃ្លីបងស្រឡាញ់ចង់មកឈៀងឆាវវាមិនខ្មិចអូយវាមិនទៀតអស់តែគេចាបានតា 1 2 3 Trong chừng mùa tô với ông có hai xoay đồ phơ nơi ai ná tớ phơ ơi phơ tớ tiếng mai khmê nơi chừng ai rứ chất kia chừng mong rứ chóp chừng mê không trai ta mệt còn nơi tai ót khơi phơ xong ដាក់មកគ្លីទីបាត់សងទាំងមក អូខេបងចាស្លាញ់គ្នាតែចាំបាននិយាយរួមទៅពុកម៉ែបងប្អូនខ្ញុំចង់ចាក់ឡើងនឹងតិចណាតែខ្ញុំចូលក្នុងផលិតកម្មថោនចាក៏មានការត្រួតត្រាយផ្លូវពីបងរតតាមូដូចគ្នាហើយបាត់ដែលល្បីដែលគាត់និពន្ធឲ្យរូបនេះខ្ញុំមានដូចជាចាស្លាញ់គ្នាតែចាស់បានទេมันបានជួបរាល់ថ្ងៃតែស្លាញ់រាល់ថ្ងៃហើយកុំស្រឡាញ់អ្នកណាចាកុំស្រឡាញ់អ្នកណាហ្នឹងក៏ view ដែរបងចាច្រើនបងអូបើក្នុង TikTok វិញអ្នកចំនួនលេង 100k ឡើងចា 100k ឡើងតែម្ដងតែឥឡូវយើងដាក់បត់ទៅឆ្លាញ់នេះចាំបានទេណាអូខេបងជិះរាប់ផង1 2 3 ស្រឡាញ់គ្នាដល់ចាស់បានទេហើយមើលថយគ្នាដល់សងស្កើទោះបីពួកយើងទាំងពីរឆ្លោះត្រូវបើអើយបើតែយើងកុំបែកទៅណាអរគុណបងចង់លោកនឹងសលេងចំអែង ចឹងហ៎ តែពណ៌ឈូកទៀតតែពណ៌ ចាប៉ភីងតែម្ដងចាតែសារតែឃើញចំអែងដូចមានរស័យខ្ពស់តាំងពីចូលថតព្រាមគឺបាត់ដំបងគេនឹងបាត់បង់មកប៉ុណ្ណោះបាត់អីគេស្លាញ់គេចាមិនបានជួបរាល់ថ្ងៃនឹងបាត់នឹង ថ្ងៃចា ហើយបើកឆាត់ដំបងទៅតាំង TikTok តាំង YouTube ចាមកដល់ពេលនេះគឺ10 ហើយ យីអូនចាមិនមកគិតថាអញយីអូនពោះ អត់ទេបងតាមប៉ាត់ទេយីអូនយើងដឹងតែយីអូនតែយីបូករួមជាមួយនឹងចាសំឡេងក៏ដូចជាបងអ្នកនិពន្ធផងដែរចា ដោយសារតែឃើញអនឡាញមានការគាំទ្រច្រើនអញ្ចឹងចូលឆ្នាំ2025នេះអនឡាញមានគិតថាចេញបាត់ចម្រៀងកត្រឹមឬអីខ្លះមានផែន plan ទៅត្រូវចេញអត់ចូលឆ្នាំយើងខាងមុខនេះអូន ចាបងនិយាយទៅគឺយើងមិនអាចចោលបានទេប្រពៃណីជាតិយើងគឺត្រូវតែមានបទកត្រឹមចារំលំលាវអីចឹងទៅនិយាយទៅគឺខ្ញុំមានច្រើនមែនតើជាមួយនឹងត្រៀមស្នាដៃជាមួយនឹងបងរតម៉ូជាបន្តទៀតចាហើយមិនត្រឹមតែមានបទកត្រឹមទេបងតិចទៀតក៏មានបទ slow ប្រូជាងនឹងទៀតចាមានឥឡូវនេះយន្តតាមមើលឲ្យថងគាត់ជិះបាត់ក្បាច់យ៉ាងម៉េចអូយបាត់ក្បាច់ហ្នឹងគាត់នឹងជិះត្រូវសរើយ៉ាងណាគាត់នឹងចេះភ្លេងការបងសួរសរើចេះអត់ ចេះខ្លះបង លើសិនមកឃ្លីបាត់អីគេក៏បាន អូព្រះពីផាយផានរសាត់កាត់តែមេឃីសែងបាំងសូនីយ៉ាអងចាលើអាកាំងសៃ
ព្រោះណាអូនអើ ប៉ុណ្ណឹ យ ងបានហើយពុកម៉ែបងប្អូនដោយសារអីបើសិនជានាងខ្ញុំច្រៀងច្រើនទៅពុកម៉ែបងប្អូនប្រកាសជាអត់ surprise ពេលនាងខ្ញុំចេញបទបែបមហោរីបែបអីផ្លូវការអញ្ចឹងទៅត្រូវអត់ អូនជាចុងក្រោយនេះអូនឲ្យមានពាក្យពេចន៍ខ្លះដើម្បីជួយអរគុណទៅកាន់ទស្សនិកជនក៏ដូចជាអ្នកគ្រប់គ្រងហើយនិងខាងអគ្គនាយកបកពលកម្មថនដែលបានសម្លឹងឃើញឱកាសអូននាំអូនមកជឿនពលកម្មដ៏ធំមួយនេះអូន ចាជាចុងក្រោយនេះខ្ញុំក៏សូមអរគុណដល់អគ្គនាយកថោនចាដែលបានផ្ដល់កិត្តិយសរូបនេះខ្ញុំចាបានចូលនៅក្នុងផលិតកម្មថោនចាជាពិសេសដល់បងរតមោដែលបានត្រួតត្រៃផ្លូវនេះខ្ញុំបានចូលចាហើយនឹងនិពន្ធបទចម្រៀងល្អខ្លាំងមែនតើហើយអរគុណខ្លាំងមែនតើមានតែម្រាមដៃ10សូមជូនពរដល់វត្តមានចាពុកម៉ែបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងរូបនេះខ្ញុំចាឲ្យជួបតែសំណាងល្អសុខភាពល្អចាហើយជូនពរឲ្យស្ថានីយ៍ទូរទស្សន៍ថោនកាន់តែរីកចម្រើនខ្លាំងចា អរគុណ